Ok, số sau đây bạn sẽ cùng chỉ tham mấy mà cần cho nam và style và sọc sờ bài chi tiết bóng của nó cái này bài dân bài cái này mười dạ đại hái hay thằng này một style và vào một chụp cho một bóng của nó cái này đại lược dọc một tiết lôi lôi chùm pram dọc một chai chun là bóng của nó cái này bảy bàn dọc từ lấy style lược trú sắp đây iPhone bóng của nó cái này là bàn thuộc cả cho được khai ok chẳng cầm máy cầm máy khát belt fit tí mũi đan một bàn style trong mà hái cứ chỉ fit để thôi dương lên style សំឡេងនៅលើទូរស័ព្ទដៃ iPhone របស់យើងដូចទៅអ្នកគ្នាបានឮអញ្ចឹងបាទពេលយើងអូសទៅវាឮសំឡេងហើយពេលយើងធ្វើការទាញធ្វើការចូលទៅកម្មវិធីណាមួយធ្វើការចេញពីកម្មវិធីណាមួយឬក៏ចុចទៅលើកម្មវិធីណាមួយវានឹងចេញសំឡេងអូខេអូខេដូចជាអ្នកនរគ្នាបានស្ដាប់ឮដូច្នេះឯងអញ្ចឹងដើម្បីអាចបន្ថែមមកសំទោសដើម្បីអាចបន្ថែមសំឡេងទៅលើទូរស័ព្ទដៃ iPhone របស់យើងនៅពេលដែលយើងធ្វើការចុចទៅលើ app ឬក៏ចូលទៅក្នុង app ឬក៏ធ្វើការចាក់ sound អញ្ចឹងបានបងប្អូនអរគ្នាគ្រាន់តែចូលទៅកាន់ site ហើយធ្វើការ install Notific មួយដែលគេដាក់ឈ្មោះថានេះដាក់ឈ្មោះថា Navy នេះឯងអូខេNavy នេះយើងចូលទៅកាន់វាហើយយើងធ្វើការបើក enable វានៅខាងលើនេះមកបន្ទាប់មកកន្លែង home screen នេះយើងអាចចូលទៅកាន់វាហើយបើកវាហើយយើងធ្វើការជ្រើសរើសសំឡេងដែលយើងស្រឡាញ់អញ្ចឹងបំបើ style បានមកហើយទេ lock screen ក៏អញ្ចឹងដែរយើងចូលទៅកាន់វាហើយធ្វើការបើកមុខងាររបស់វាហើយយើងជ្រើសរើសនៅសំឡេងដែលយើងស្រឡាញ់ដែរហើយ anywhere នេះក៏យើងអាចធ្វើការកំណត់សំឡេងដែលយើងស្រឡាញ់ជាច្រើនអញ្ចឹងមកបន្ទាប់មកកន្លែង hardware នេះគឺយើងអាចធ្វើការបើកហើយនឹងកំណត់សំឡេងបានដូចគ្នា control center គឺយើងអាចបើកធ្វើការកំណត់សំឡេងបានដូចគ្នាអូខេបាទអញ្ចឹងកន្លែង color status ឆាងនេះក៏យើងអាចធ្វើការបើកកំណត់សំឡេងនៅពេលដែលវាឆាង status អញ្ចឹងណាអូខេពេលយើងកំណត់អញ្ចឹងរួចរាល់ហើយយើងចុច rest spring មកពេល rest spring ចប់Tweak នឹងដំណើរការនៅលើទូរស័ព្ទដៃ iPhone របស់យើងតែម្ដងអូខេនេះគឺជា tweak ទី1 tweak ទី2ដែល Mobile Star ចង់បង្ហាញគឺជា tweak ដែលលេង style នៅលើ lock screen របស់យើងនៅ notification របស់ app ដែលយើងបានឃើញដូចជាអ្នកនរគ្នាបានឃើញដូចនេះឯងនៅពេលដែលមាន notification ឬក៏កម្មវិធីណាមួយមាន notification load ចូលមកមានគេផ្ញើសារឬក៏មាន notification load ចូលមក app របស់យើងនឹងបង្ហាញនៅលើ lock screen នៃទូរស័ព្ទដៃរបស់យើងជាលក្ខណៈ app ហើយនឹងចំនួននៃ notification ដូចនេះឯងអូខេចឹងដើម្បីលេង style ដូចនេះបានបងប្អូនទាំងអស់គ្នាគ្រាន់តែចូលទៅកាន់ site ហើយធ្វើការ install មួយដែលគេដាក់ឈ្មោះថាអូខេមានឈ្មោះថា Axon Ribbon នេះ Axon Ribbon យើងចូលទៅកាន់វាហើយធ្វើការកំណត់កន្លែងនេះenable rest spring យើងបើកវាមកហើយ haptic feedback នេះយើងបើកវាមកdark mode នេះក៏យើងបើកវាមកបើសិនយើងចង់បាន dark mode បើអត់ក៏អត់ទៅឥឡូវបើក dark mode ទៅ style កន្លែង style នេះយើងអាចធ្វើការជ្រើសរើសមានច្រើន style មាន default មាន pack មាន compact មាន tiny គឺរាងតូចមាន group better spring មាន rounded group អូខេអញ្ចឹងឧទាហរណ៍មក style យក compact ចុះដូរវាយក compact ចុះហើយ back ទៅវិញទៅអូខេអត់មានអីច្រើនទេកន្លែងនេះយើងមិនបាច់ចាប់អារម្មណ៍វាច្រើនពេកទេ spacing នេះយើងអាចបើកឲ្យវាមាន space ទលាយបន្តិចមកអូខេពេលយើងបើកកំណត់អញ្ចឹងអស់ហើយយើងចុចយក rest spring មកអូខេអញ្ចឹងយើងឃើញថា notification នៃ app របស់យើងគឺមានការផ្លាស់ប្ដូរពីមុនរៀងតូចឥឡូវវាឡើងធំចឹងឯងអូខេនេះជា tweak ទី2 tweak ទី3នៃ Mobile Star ចង់បង្ហាញគឺជា tweak ដែលយើងអាចធ្វើការលេង style សំទោសជា tweak ដែលយើងអាចធ្វើការ install នៅប៊ូតុង rest spring មួយដើម្បីធ្វើការចុច rest spring ទៅលើ iDevice របស់យើងគឺទូរស័ព្ទដៃ iPhone របស់យើងនឹងបានលឿនដោយមិនចាំបាច់ចូលទៅកាន់ app ណាមួយដើម្បីធ្វើការ rest spring ទេអូខេអញ្ចឹងដើម្បីលេង style ដូចនេះបានអូខេដើម្បីអាចធ្វើការ rest spring លឿនដូចនេះបានបងប្អូនអរគ្នាគ្រាន់តែចូលទៅកាន់ site ហើយធ្វើ install ទៅ tweak មួយដែលមានឈ្មោះថា Rest Spring App អូខេយើងអាចធ្វើការ install វាមកពេលយើង install រួចហើយបាទកម្មវិធីហ្នឹងនឹងឡើងមកលើ home screen នៃទូរស័ព្ទដៃ iPhone របស់យើងដូច្នេះឯងមិនបាច់ចូលទៅកំណត់ក្នុង setting ទេហើយយើងអាចធ្វើការចុច Rest Spring Direct
ផ្ទាល់ទៅលើកម្មវិធីនឹងតែម្ដងដើម្បីធ្វើការ restring ទូរស័ព្ទដៃរបស់យើងដើម្បីឲ្យ app ឬក៏ tweak ណាមួយដំណើរការអូខេនេះគឺជា tweak ទី3 tweak ទី4ដែល Mobile Star ចង់បង្ហាញគឺរបៀបលេង style ទៅលើពណ៌ទៅលើ module center របស់យើងសំទោសទៅលើ module នៃ control center របស់យើងឲ្យមានលក្ខណៈស្រស់ស្អាតដូច្នេះគឺ module នៅក្នុងរបស់ airplane cellular data Wi-Fi Bluetooth AirDrop ឬក៏ personal hotspot នេះជាដើមអូខេអញ្ចឹងយើងមើលទៅវាស្រស់ស្អាតមែនតើអញ្ចឹងដើម្បីលេង style ទៅលើ module control center យើងដូច្នេះបានបងប្អូនអរគ្នាគ្រាន់តែចូលទៅកាន់ CD ហើយធ្វើការ install នៅ tweak មួយដែលគេដាក់ឈ្មោះថាអូខេដែលគេដាក់ឈ្មោះថា Estia នេះ Estia នេះនៅខាងលើគេហ្នឹងបងប្អូនចូលមកកាន់វាដើម្បីធ្វើការកំណត់ទៅបាទកន្លែងនេះយើងបើកមុខងាររបស់វាមកកន្លែងខាងលើនេះយើងអាចធ្វើការជ្រើសរើសពណ៌ដែលយើងស្រឡាញ់បាទទៅតាមពណ៌ដែលយើងស្រឡាញ់យើងបើកមុខងារហើយយើងជ្រើសរើសពណ៌មកMobile Star មិនបង្ហាញទេកន្លែងនេះក៏ចឹងដែរបាទកន្លែងនេះគឺ enable on state coloring អូខេកន្លែងនេះ enable on state coloring ដូចគ្នាបានន័យថាកន្លែងនេះកន្លែងដែលយើងធ្វើការបើកវាចេញពណ៌អីកន្លែងដែលអូខេកន្លែងដែលយើងធ្វើការបើកវាចេញពណ៌អីកន្លែងដែលយើងធ្វើការបិទវាចេញពណ៌អីពេលយើងធ្វើការជ្រើសរើសពណ៌អញ្ចឹងរួចហើយចុច restring មកអូខេ tweak នឹងដំណើរការហើយយើងនឹងបាន color យ៉ាងស្រស់ស្អាតនៅលើ control center របស់យើងដោយទាំងអស់គ្នាបានឃើញដូច្នេះឯងអូខេនេះគឺជា tweak ទី4 tweak ទី5ដែលជា tweak ចុងក្រោយMobile Star ចង់បង្ហាញគឺជា tweak ដែលយើងលេង style ទៅលើការ select ទៅលើអត្ថបទនៃទូរស័ព្ទដៃ iPhone របស់យើងនៅក្នុង Safari ក៏ដូចជាអត្ថបទផ្សេងៗឲ្យវាមានពណ៌មានលក្ខណៈចេញជាពណ៌ស្រស់ស្អាតដូច្នេះហើយនៅក្នុងចំណងជើងវាក៏យើងអាចធ្វើការ select ចេញជាពណ៌ស្រស់ស្អាតដូច្នេះអ្នកគ្នាបានឃើញអញ្ចឹងមិនត្រឹមតែប៉ុណ្ណោះទេវាបង្ហាញពណ៌នៃរបារ scroll របស់យើង scroll bar របស់យើងហ្នឹងឲ្យមានពណ៌លក្ខណៈស្រស់ស្អាតដូចនេះឯងអូខេអញ្ចឹងដើម្បីលេង style គ្នាបានបងប្អូនអរគ្នាគ្រាន់តែចូលទៅកាន់ CD ហើយធ្វើការ install នៅ tweak មួយដែលមានឈ្មោះថា butterfly អូខេ butterfly នេះយើងចូលមកកាន់វាដើម្បីកំណត់ទៅកន្លែងនេះយើងបើកមុខងាររបស់វាកន្លែង cursor នេះយើងធ្វើការបើកមុខវាងាយវាមក cursor custom cursor color យើងបើកវាដើម្បីធ្វើការជ្រើសរើសនៅពណ៌ color ដែលយើងស្រឡាញ់អូខេឧទាហរណ៍យកពណ៌ផ្កាឈូកកន្លែង highlight color នេះយើងអាចបើកវាហើយ color យើងអាចជ្រើសរើសពណ៌ដែលយើងស្រឡាញ់មកបាទដូចគ្នាអញ្ចឹងយើងបើកវាដែរហើយយើងជ្រើសរើសពណ៌ដែលយើងស្រឡាញ់ដូចគ្នាអូខេជ្រើសរើសពណ៌អញ្ចឹងមកពណ៌ណាដែលយើងស្រឡាញ់ចូលចិត្តយើងជ្រើសរើសមកដើម្បីយើងបានពណ៌លេង style ទៅលើselection របស់យើងបាន select លើអត្ថបទរបស់យើងអូខេពេលអញ្ចឹងពេលយើងជ្រើសរើសរួចរាល់ហើយយើងចុច restring មកប៉ុណ្ណឹងរួចរាល់វា restring ហើយអញ្ចឹងយើងឃើញថា scroll bar របស់យើងមិញពណ៌ក្រហមឥឡូវចេញជាពណ៌លឿងហើយនឹងការ select ទៅលើអត្ថបទផ្សេងទៀតបើសិនជាយើងចូលទៅ select អត្ថបទណាមួយដែលយើងចង់ select អូខេអញ្ចឹងវាចេញពណ៌មើលលក្ខណៈដូចនេះឯងអូខេគាត់សម្រាប់ការតាមដានទស្សនាការបង្ហាញរបស់ Mobile Star ថ្ងៃនេះមានតែប៉ុណ្ណឹងទេខុសឆ្គងយ៉ាងណាក៏សូមអធិស្ឋានពីនេះ Mobile Star សូមជម្រាបលាជួបបងប្អូនអរគ្នានៅវីដេអូលើកក្រោយៗទៀត